សួស្តីអ្នកទាំងអស់គ្នាវិលមកជួបជាមួយខ្ញុំម្ដងទៀតហើយទំព័ររឿងខ្មោចថ្ងៃនេះខ្ញុំនាំយកសាច់រឿងមួយចង់ចែករំលែកទៅឲ្យអ្នកទាំងអស់គ្នាទទួលស្ដាប់លេងកំសាន្តក្នុងពេលរាត្រីផងដែរហើយរឿងដែលខ្ញុំនឹងនិយាយរៀបរាប់នៅក្នុងយប់នេះគឺវាមានចំណងជើងថាដេកស្លាប់ក្នុងផ្ទះម្នាក់ឯងដោយគ្មានអ្នកណាដឹងរឿងនេះគឺវាបានកើតឡើងនៅក្នុងភូមិស្រុកមួយកន្លែងដោយខ្ញុំសូមមិនបញ្ចេញឈ្មោះភូមិស្រុកមួយនោះទេក៏ព្រោះតែបច្ចុប្បន្នភូមិស្រុកមួយនោះគឺវានៅទីប្រជុំជនដែរហើយរឿងមួយនេះគឺវាបានកើតឡើងនៅក្នុងឆ្នាំ2019ហើយខ្ញុំទទួលបានរឿងនេះមកពីបងភាដែលគាត់រស់នៅក្នុងភូមិហ្នឹងគាត់បានប្រាប់សាច់រឿងហ្នឹងមកកាន់ខ្ញុំហើយខ្ញុំក៏យកវាមកនិយាយបន្តទៀតទៅបងភាគាត់បាននិយាយថាលោកតាម្នាក់ហ្នឹងគាត់បានដេកស្លាប់នៅក្នុងផ្ទះរបស់គាត់ហ្នឹងផ្ទះខ្ទមរបស់គាត់ហ្នឹងគាត់បានដេកស្លាប់តែម្នាក់ឯងគាត់នៅក្នុងហ្នឹងហើយគាត់បានប្រាប់ទៀតថាខ្មោចលោកតាម្នាក់ហ្នឹងគឺពិតជាលងសាហាវខ្លាំងណាស់ហើយគាត់បានរៀបរាប់ប្រាប់ខ្ញុំយ៉ាងច្បាស់តែម្ដងគាត់បានប្រាប់ថាលោកតាម្នាក់ហ្នឹងកាលពីដំបូងឡើយគាត់មិនមែនជាមនុស្សបែបហ្នឹងទេគាត់គឺជាមនុស្សដែលមានមុខរបរត្រឹមត្រូវគឺមុខរបររបស់គាត់ហ្នឹងគឺឡើងដើមត្នោតធម្មតាឡើងដើមត្នោតគឺគាត់ឡើងយកទឹកវាហ្នឹងយកមកធ្វើជាស្ករឬក៏ធ្វើជាទឹកត្នោតផ្អែមទឹកត្នោតជូរអីចឹងទៅហ្នឹងគាត់ថាលោកតាម្នាក់ហ្នឹងធ្វើមុខរបរហ្នឹងកាលពីយាយរបស់គាត់នៅរស់មិនមែនយាយរបស់បងភាទេណាគឺយាយត្រូវជាប្រពន្ធរបស់លោកតាហ្នឹងឯងបងភាថាលោកតាប្រកបមុខរបរមួយហ្នឹងកាលពីប្រពន្ធរបស់គាត់នៅរស់បន្ទាប់ពីប្រពន្ធរបស់គាត់ស្លាប់ចោលមកគាត់ក៏បានคล้ายទៅជាមនុស្សប្រមឹកណាគេថាបើកថ្មីឡើងគឺឃើញគាត់ស្រវឹងតែម្ដងហើយមុខរបរដែលគាត់ប្រកបធ្វើនោះគឺគេឃើញគាត់ធ្វើជាម្ដងម្កាលទេប៉ុន្តែគាត់ថាការឡើងថ្នោតរបស់លោកតាហ្នឹងពិសេសគឺគាត់ធ្វើទឹកត្នោតជូរហើយអ្នកភូមិគឺថាគេនិយមថាទឹកត្នោតជូររបស់គាត់ហ្នឹងធ្វើមកគឺវាសុទ្ធហើយឆ្ងាញ់ទៀតប៉ុន្តែមួយរយៈចុងក្រោយដែលថាយាយរបស់គាត់ស្លាប់នោះគេថាទឹកត្នោតជូរដែលគាត់ឡើងមកហ្នឹងគឺដូចជាមិនសូវសល់ទេហើយបើសល់អីក៏សល់វាមិនច្រើនដែរពីព្រោះថាគាត់ខ្លាយជាអ្នកប្រមឹកអ្នកទាំងអស់គ្នាចឹងហើយគាត់ឡើងមកគឺគ្រាន់តែរួចផឹកខ្លួនឯងនឹងឯងសល់យ៉ាងណាគឺសល់តិចតួចសម្រាប់លក់ឲ្យគេនឹងបងភាបានប្រាប់ថាទមរបស់លោកតាហ្នឹងគឺនៅរាំងដាច់ដលែកពីភូមិគឺថានៅចុងភូមិប៉ុន្តែគឺពីអញ្ចេះនៅបែបព្រៃណាអ្នកទាំងអស់គ្នាព្រៃតែបរិវេណផ្ទះគាត់នឹងទេហើយបរិវេណក្រៅពីហ្នឹងគឺដូចជាវាស្រែបន្លាយបឹងអូអញ្ចឹងទៅអានេះខ្ញុំនិយាយតាមដែលគាត់រៀបរាប់ប្រាប់ខ្ញុំទេណាបងភាក៏ថាផ្ទះម៉ាក់គាត់ហ្នឹងគឺថាលក់សាច់អាំងចឹងហើយគាត់ហ្នឹងតែងតែត្រូវបានម៉ាក់គាត់ហ្នឹងប្រើឲ្យទៅទិញទឹកត្នោតជូរពីផ្ទះតាហ្នឹងដើម្បីយកមកលក់បន្តអញ្ចឹងទៅហើយហ្នឹងហើយអ្នកទាំងអស់គ្នាកុំឲ្យសាច់រឿងយើងពិបាកស្ដាប់ខ្ញុំសូមថាដាក់ឈ្មោះលោកតាហ្នឹងគឺថាឈ្មោះលោកតាជាទៅពីព្រោះថាបងភាគាត់រៀបរាប់សាច់រឿងប្រាប់ខ្ញុំហ្នឹងគាត់អត់បានបញ្ជាក់ឈ្មោះរបស់លោកតាទេគាត់ថាគាត់តែងតែទៅទិញទឹកត្នោតជូរផ្ទះលោកតាជារៀងរាល់ល្ងាចដើម្បីយកឲ្យម៉ាក់គាត់លក់នៅឯផ្ទះជាធម្មតាអ្នកទាំងអស់គ្នាដឹងហើយនៅស្រុកស្រែជនបទយើងពួកគាត់តែងតែជុំគ្នានៅពេលរសៀលនឹងឯងពិសេសគឺចាស់គាត់ជុំគ្នានិយាយគ្នាលេងរួចក៏ដាក់មួយតយពីរតយអញ្ចឹងទៅបងភាថាថ្ងៃមួយគាត់បានទៅទិញទឹកត្នោតជូរនៅផ្ទះតាជាដូចសពមួយដងក៏ប៉ុន្តែថ្ងៃហ្នឹងផ្ទះរបស់តាជាហាក់បីដូចជាមានសភាពចម្លែកគឺថាវាស្ងាត់ចម្លែកយកតែម្ដងគាត់មិនបានឃើញតាជានៅផ្ទះនោះទេមិនដឹងថាបាត់គាត់ទៅណានោះទេគឺថាស្ងាត់ឈឹងផ្ទះគាត់បានទៅដល់មុខផ្ទះតាជារួចក៏បានស្រែកថាតាអើយតាថ្ងៃនេះខ្ញុំមកទិញទឹកត្នោតជូរនេះតែឯនៅណាក៏ប៉ុន្តែគាត់ថាមិនបានឮសំឡេងរបស់តាជាឆ្លើយតបមកកាន់គាត់វិញទេបន្ទាប់ពីគាត់ស្រែកហៅតាជាចំនួន 4-5 ដងក្រោយមកហើយមិនបានឮសំឡេងតាជាឆ្លើយតបមកកាន់គាត់វិញគាត់ក៏បានសម្រេចចិត្តថាដើរទៅផ្ទះវិញយកតែម្ដងហើយគាត់បានប្រាប់ម៉ាក់គាត់ថាថ្ងៃនេះប្រហែលជាតាជាមិនបានឡើងត្នោតទេពីព្រោះថាមិនបានឃើញគាត់នៅផ្ទះនោះឡើយរហូតដល់ស្អែកឡើងគាត់ក៏បានដើរសម្ដៅទៅផ្ទះតាជាម្ដងទៀតរួចក៏បានស្រែកហៅតាជាដើម្បីទិញទឹកត្នោតដូចសពមួយដងក៏ប៉ុន្តែថ្ងៃនេះគាត់បានប្រាប់ថាគាត់បានឮសំឡេងរបស់តាជាឆ្លើយតបមកកាន់គាត់វិញក៏ប៉ុន្តែឆ្លើយតបសំឡេងគឺ
គឺវាបែបប្លែកហើយគឺឆ្លើយចេញពីខ្ទមរបស់គាត់បានឆ្លើយថាថ្ងៃនេះអត់បានឡើងថ្នោតទេទៅវិញទៅបន្ទាប់ពីគាត់ឮបែបនោះហើយគាត់ក៏សម្រេចចិត្តថាដើរមកផ្ទះវិញរហូតដល់ស្អែកឡើងគាត់បានទៅជាលើកទី3ក៏ប៉ុន្តែគាត់ទៅលើកនេះគាត់ក៏បានស្រែកហៅដូចសពមួយដងអញ្ចឹងប៉ុន្តែថ្ងៃនេះគាត់ទៅមិនបានឮសលេងរបស់លោកតាជាឆ្លើយតបមកកាន់គាត់វិញដូចសពមួយដងទេប៉ុន្តែគាត់បានឃើញទ្វារផ្ទះរបស់តាជានឹងគឺបើកចំហធ្លុងតែម្ដងរួចគាត់ក៏សម្រេចចិត្តថាដើរទៅអឺតនៅក្នុងផ្ទះរបស់តាជានឹងតែម្ដងនៅពេលដែលគាត់ដើរទៅអឺតនោះក៏គាត់ស្រាប់តែបានឃើញតាជាដេកនៅលើគ្រាយ៉ាងស្ដោកស្ដឹងជាមួយនឹងរាងកាយស្លេកស្លាំងហើយឡើងរឹងតែជ្រឹះតែម្ដងហើយបូករួមជាមួយនឹងក្លិនដ៏ស្អុយអាសោចមកតែម្ដងគាត់ថាពេលនោះគាត់បានដើរទៅកាន់មិនមែនដើរទៅកាន់ទេគឺដើរទៅគៀនលោកតារួចក៏បានយកដៃហ្នឹងទៅអង្រួនស្មាលោកតាដោយគាត់គិតថាអញ្ចេះប្រហែលជាលោកតាស្វឹងស្រារួចដេកលក់បាត់ហើយគាត់ក៏បានដើរទៅដល់អង្រួនស្មាលោកតាហើយរួចគាត់និយាយថាតាងើបមកខ្ញុំទិញទឹកត្នោតជូរតាគាត់ថាគាត់អង្រួនយ៉ាងណាក៏នៅតែរឹងមួយកន្លែងនឹងតែម្ដងហើយក៏បានភីក្លិនមកប៉ះច្រមុះរបស់គាត់បន្ទាប់ពីគាត់ឃើញសភាពការមិនស្រួលគាត់ក៏បានសម្រេចចិត្តថាទៅហៅអ្នកភូមិមកអ្នកភូមិចំនួន4នាក់បរោះហ្នឹងក៏បានដើរមកកាន់ផ្ទះលោកតាពួកគេដើរមកស្រាប់តែដើរមកដល់ពួកគាត់ហ្នឹងក៏បានយកដៃហ្នឹងទៅដាក់នៅលើច្រមុះលោកតាណាចង់ដឹងថាគាត់មានដង្ហើមឬអត់ក្នុងចំណោមមនុស្សប្រុស4នាក់នោះក៏ស្រាប់តែមានម្នាក់និយាយមកថាងាប់ហើយតែជាបាត់ដង្ហើមឈឹងហើយគាត់ស្លាប់បាត់ហើយបន្ទាប់ពីគាត់ឮបែបនោះហើយពួកគាត់ទាំង4នាក់ហ្នឹងក៏បានទៅរកអ្នកភូមិចំនួន3នាក់មកទៀតហើយអ្នកភូមិដែលគាត់រកមកទាំង3នាក់នោះគឺសុទ្ធតែជាមនុស្សប្រុសក្នុងចំណោម3នាក់នោះគឺមានលោកអ៊ំប្រុសម្នាក់ដែលថាគាត់អាយុរៀងច្រើនជាងគេដែលថាគាត់រៀងចាស់ទុំជាងគេអញ្ចឹងហើយគាត់ក៏បានចាត់ចែងឲ្យប្រុស2នាក់ទៀតទៅនិមន្តលោកសង្ឃមកនិងលោកអាចារ្យមកដើម្បីសូត្រប្រោះព្រំក៏ដូចជាធ្វើបុណ្យឲ្យលោកតានឹងបន្តិចបន្តួចទៅណាអ្នកភូមិគេក៏ជួយគ្នាម្ដាយអញ្ចឹងទៅហើយគាត់ក៏បានចាត់ចែងឲ្យមនុស្សប្រុស4នាក់ទៀតជីកភ្នូដើម្បីកប់សាកសពរបស់លោកតាហើយភ្នូដែលគាត់ជីកនោះគឺគាត់ចាត់ចែងឲ្យគេជីកនៅខាងក្រោយខ្ទមរបស់លោកតានឹងយកតែម្ដងហើយសកម្មភាពក៏ត្រូវបានប្រព្រឹត្តតាំងពីស្មើនោះរហូតដល់រងាចចិត្តយប់នោះតម្រាំតែពួកគាត់ធ្វើហើយហ្នឹងក៏បានឈានដល់យប់ល្មមអញ្ចឹងហើយពួកគាត់ហ្នឹងក៏បាននាំគ្នាហ្នឹងចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនទៅបន្ទាប់ពីរំលងថ្ងៃរបស់លោកតាស្លាប់ចំនួនរយៈពេល1សប្តាហ៍ក្រោយមកហេតុភេទចម្លែកក្នុងភូមិក៏បានកើតឡើងបងភាក៏បាននិយាយមកថាពេលមួយគាត់បានជួយរើអីវ៉ាន់របស់ម៉ាក់គាត់នឹងយកទៅទុកនៅផ្ទះហ្នឹងដូចធម្មតាអញ្ចឹងក៏ប៉ុន្តែនៅពេលដែលគាត់ធ្វើហើយហ្នឹងគាត់ក៏បានដើរទៅមុជទឹករៀបចំខ្លួនដើម្បីឡើងលើផ្ទះដេកគាត់ថាផ្ទះរបស់គាត់ហ្នឹងជាផ្ទះឈើធម្មតាផ្ទះឈើគឺមានកម្មចន្ទាឡើងហើយមែនទេអ្នកទាំងអស់គ្នាអញ្ចឹងហើយគាត់ក៏បានឡើងលើកម្មចន្ទាហ្នឹងគាត់ឡើងមិនទាន់នឹងបានដល់លើផ្ទះផងហ្នឹងអ្នកទាំងអស់គ្នាគាត់ដើរបានពាក់កណ្ដាលកម្មចន្ទាហ្នឹងក៏ស្រាប់តែឮគេពពាយនេះនៅតាមផ្លូវលក់ទឹកត្នោតជូរគាត់ថាសម្លេងហ្នឹងគឺជាសម្លេងតាជាកំពុងតែដើរស្រែកទឹកត្នោតជូរបងប្អូនទឹមតែចុះពីលើដើមមកថ្មីជួយទិញម្នាក់មកបំពង់ពីបំពង់អីទៅធានាថាថ្មីល្អណាស់នៅពេលហ្នឹងបងជាគាត់ក៏បានកលេចទៅតាមសម្លេងមួយហ្នឹងគាត់ថានៅពេលដែលគាត់កលេចហ្នឹងគាត់ឃើញមែនគាត់ឃើញមនុស្សចាស់ម្នាក់គឺថាដើរលីនឹងអាអំរែកបំពង់ទឹកត្នោតជូរហ្នឹងគឺដើរលីកាត់មុខផ្ទះគាត់នឹងឯងដើរនៅក្នុងដំណើរមួយយឺតជាមួយនឹងការពពាយនេះសម្លេងមកល្វើយគាត់ថាបើសិនជាស្ដាប់ទៅវាព្រឺសម្បុរណាស់អ្នកទាំងអស់គ្នាគាត់ថានៅពេលហ្នឹងមិនដឹងថាយ៉ាងម៉េចទេគាត់សួរម៉ាក់គាត់ស្របពេលដែលម៉ាក់គាត់ហ្នឹងក៏កំពុងតែដើរឡើងមកលើផ្ទះហ្នឹងដែរគាត់ថាម៉ាក់ឯងមានឮសម្លេងរបស់តាជាពពាយនេះលក់ទឹកត្នោតជូរអត់ម៉ាក់របស់គាត់ហ្នឹងក៏បាននិយាយមកកាន់បងភាវិញថាចាចុះក្រែងតាជានឹងស្លាប់បាត់ហើយតាឯងមកឮតាជាពពាយនេះលក់ទឹកត្នោតជូរតាំងពីកាលណាមកគ្មានទេកូនឡើងដេកទៅបងជាក៏គិតថាប្រហែលជាសម័យពេកទេមើលទៅបន្ទាប់ពីពេលនោះមកគាត់ថាដូចជាម៉ោង1ម៉ោង2កណ្ដាលយប់ហ្នឹងគាត់ថាគាត់ឈឺនោមខ្លាំងណាស់គាត់ក៏បានសម្រេចចិត្តថាចុះមកនោមគឺគាត់ចុះមកនោមនៅអាបងមុខផ្ទះគាត់ហ្នឹងគាត់ថាគាត់កំពុងតែនោមស្រួលខ្លួនសុកហ្នឹងក៏ស្រាប់តែឮសលេងរបស់តាជាដើរមកពីផ្លូវមកគាត់ហ្នឹងដើរមកដល់និយាយជាមួយគាត់ថាចាព្រាទិញទឹកត្នោតអត់ចៅ
នេះទឹកថ្នោតតាទៅតែចោះមកពីដើមថ្មីទេបងភីថាពេលហ្នឹងគាត់ឡើងស្លាងកាំងតែម្ដងគាត់គិតថាវាមិនដែលតែជាងាប់តាំងពីយូរហើយមិនឡូវមកត្រូវដើរលក់ទឹកថ្នោតកើតនៅពេលនោះខ្មោចរបស់តាជាក៏បានសម្លឹងមកមុខគាត់រួចក៏បានញញឹមយ៉ាងទឹកមុខគួរឲ្យខ្លាចជាមួយនឹងថ្មេកក៏ចាប់ផ្ដើមរួងខ្មៅទៅម្ដងបន្តិចជាមួយនឹងសំឡេងក្រហឹមលាយឡំជាមួយនឹងការសើចទឹកមុខរបស់តាជាសម្លឹងកាន់តែយូរទៅកាន់តែប្រែពីរូបសម្ផស្សដូចមនុស្សធម្មតាប្រែរហូតទៅជាអាក្រក់មួយយ៉ាងខ្លាំងបងភាថាពេលនោះគាត់កាន់តែមើលទៅគឺកាន់តែគួរខ្លាចទៅថ្មីកាន់តែរួងខ្មៅទៅបបោមាត់ប្រែទៅជាប្រេះស្រស់ក៏ក្រោះបូករួមជាមួយនឹងឈាមក៏ចាប់ផ្ដើមហូរចេញមកតាមតាជាហើយនឹងថ្មីក៏ចាប់ផ្ដើមលាយឡំជាមួយនឹងឈាមស្រក់មកអណ្ដាតក៏ស្រាប់តែលៀនចេញមកក្រៅយ៉ាងវែងហើយដៃក៏ចាប់ផ្ដើមស្រក់ពោពេញទៅដោយឈាមជាមួយនឹងដំបៅដ៏សែនរលេះរលួយហើយមើលទៅគួរឲ្យខ្ពើមខ្លាំងណាស់គាត់ថានៅពេលនោះគឺគាត់ភ័យខ្លាំងណាស់គាត់ក៏បានស្ទុះរត់ឡើងមកលើផ្ទះរបស់គាត់វិញរួចគាត់បានស្រែកប្រាប់ម៉ាក់គាត់ថាម៉ាក់ខ្មោចតាជាលួងខ្ញុំម៉ាក់ពេលនោះម៉ាក់របស់គាត់ក៏បានស្ទុះមកមើលគាត់ដូចគ្នាផងដែរហើយបងជាគាត់បានប្រាប់ខ្ញុំទៀតថាបន្ទាប់ពីយប់នោះមកគាត់មិនហ៊ានចុះពីលើផ្ទះទេបើទោះបីជាគាត់ឈឺនោមខ្លាំងយ៉ាងណាក៏ដោយហើយបងភាគាត់បាននិយាយទៀតថាឃើញខ្មោចតាជាមកលងគាត់តែមួយថ្ងៃនឹងប៉ុណ្ណោះក្រោយមកទៀតគឺមិនដែលឃើញមានហេតុភេទអ្វីកើតឡើងបន្តទៀតទេហើយនឹងហើយអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ផងដែរសាច់រឿងនៅយប់នេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូក្រោយខ្ញុំនឹងនិយាយឲ្យក្បោះក្បាយជាងនេះ